កិច្ចការងារនេះខ្ញុំសូមធ្វើការថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រសួងវប្បធម៌វិចិត្រសិល្បៈដែលបានធ្វើកិច្ចការងារជាច្រើនជាពិសេសទៅលើទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់ការយើងជួបជាឆ្នាំទៅរឿងល្ខោនអាប៉េរឿងយីកេរឿងផ្សេងឥឡូវនៅក្នុងមួយឆ្នាំនេះខ្ញុំឃើញមានការបំផុសឡើងវិញការលេងការសម្ដែងមិនទាន់បានផុសផុលឡើងខ្លាំងទេប៉ុន្តែជាការល្អជីវិតអញ្ចឹងកិច្ចការងារនេះគឺសូមបន្តធ្វើតទៅទៀតបាទការស្រាវជ្រាវការចងក្រងការផ្សព្វផ្សាយនិងការដាក់ឲ្យអនុវត្តឬប្រើប្រាស់គឺជាកត្តាសំខាន់ហើយនេះហើយគឺជាអ្វីដែលយើងរួមគ្នាថែរក្សានៅសិល្បៈវប្បធម៌កេរដំណែលដូនតារបស់យើងហើយជាពិសេសយកចិត្តទៅលើទុកដាក់ទៅលើទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់នៅក្នុងការបាត់បង់បាទហើយខ្ញុំសូមអរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋរបស់យើងដែលមានការចាប់អារម្មណ៍និងជំរុញលើកទឹកចិត្តកិច្ចការនេះខ្ពស់បាទកន្លងទៅខ្ញុំឃើញថ្ងៃមុនមានការរៀបចំតម្លែងសិល្បៈនៅកោះពេជ្រទម្រង់ធំខាងអ្នកសម្ដែងគាត់ស្ម័គ្រចិត្តចូលរួមទ្រង់ទ្រាយធំហើយមុននោះមួយថ្ងៃឃើញថាអត់មានមនុស្សទិញហើយខ្ញុំក៏ឆ្ងល់មិនបានអត់មានមនុស្សទិញតើគេមិនចាប់អារម្មណ៍នៃទម្រង់យើងឬទេទិញសបុតចូលមើលកៅអី 4000 កៅអីនៅក្នុងនោះប៉ុន្តែចិត្តដល់មួយថ្ងៃគេថាអត់ទាន់មានទេទិញបានប្រហែល100ស្លឹកហើយនោះគ្រួសារខ្ញុំក៏បានទៅអើតមើលតិចប៉ុន្តែដល់ស្អែកឡើងហើយកាន់ស្អែកមនុស្សទៅមើលឡើងណែនតែម្ដងឡើងពេញតែម្ដងនេះគឺជាស្មារតីហើយអត់មានពីណាបខំបងប្អូនឬចាត់តាំងដឹកឡានបោះទៅមើលទេគឺបងប្អូនស្ម័គ្រចិត្តទៅមើលទិញសម្បត្តិចូលមើលដើម្បីគ្រប់គ្រងសិល្បៈរបស់យើងនេះគឺជាស្មារតីដែលខ្ញុំមានការមោទនភាពហើយសូមឲ្យស្មារតីនេះបន្តតទៅទៀតនៅក្នុងគ្រប់ស្រទាប់ណាគ្រប់ទីកន្លែងទាំងអស់ខ្ញុំឃើញគេរៀបចំល្ខោនខោលនៅអេយ៉នមនុស្សទៅអង្គុយមើលបាទយើងរៀបបែបនេះបាទពេលសិល្បៈថ្នាក់ជាតិថ្នាក់អន្តរជាតិយើងអាចឆ្នៃជួនកាលអត់ចាំបាច់ទម្រង់វែងរឿងវែងទេយើងឆ្នៃខ្លីដើម្បីឲ្យស្គាល់ទម្រង់បាទហើយខ្ញុំទៅប្រទេសគេក៏ដូចគ្នាដែរគឺថាគេយកទម្រង់គ្រប់តំបន់យកមកដើម្បីបង្ហាញតិចហើយនេះហើយជាការចូលរួមហើយនឹងប្រហែលឆ្នាំខែក្រោយយើងចូលឆ្នាំឆ្នាំទៅខ្ញុំសប្បាយរីករាយគ្រប់កន្លែងទាំងអស់លេងល្បែងប្រពៃណីឡើងផុសផុលឡើងវិញបាញ់ទឹកក៏បាញ់ប៉ុន្តែល្បែងប្រពៃណីចាប់ដើមលេងផុសផុលហើយខ្ញុំសង្ឃឹមថាចូលឆ្នាំនេះនឹងចូលឆ្នាំក្រោយទៀតយើងនាំគ្នាលេងល្បែងប្រពៃណីឲ្យបានផុសផុលនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសថ្ងៃមុនខ្ញុំឃើញពីណាគេប្រហោះម្នាក់រូបពីរនៅពេលចូលឆ្នាំសង្ក្រាន្តចូលឆ្នាំគេថាសម័យចាស់នឹកទៅឃើញលបែងប្រជាប្រិយដល់ដាក់យុវវ័យនឹកឃើញតែបាញ់ទឹកហើយពពុះសាប៊ូខ្ញុំថាអត់ទេបើយើងមើលសន្ទុះនៃការចូលរួមតាំងពីឆ្នាំមុនមកដល់ម៉ោងនេះទាំងយុវជនរបស់យើងក៏បានរួមគ្នាយ៉ាងផុសផុលដើម្បីគ្រប់គ្រងទៅដល់សិល្បៈវប្បធម៌របស់យើងមិនត្រូវមានទស្សនៈទុតិយនិយមទេត្រូវរួមគ្នាឲ្យយុវជនរបស់យើងជាកម្លាំងស្នូលដែលខ្ញុំឃើញតាំងពីឆ្នាំទៅនេះរួមគ្នាដើម្បីគ្រប់គ្រងទៅដល់សិល្បៈវប្បធម៌ថតរូប TikTok ស្អីដែលមានរូបល្ខោនខោស្អីផ្សេងនេះសិល្បៈកាលនេះរបស់យើងទាំងសិល្បៈក៏ចំនួនរៀមច្បងទាំងសិល្បៈក៏ចំនួនក្រោយរបស់យើងរួមគ្នាបន្តទៀតជំរុញនៅសិល្បៈវប្បធម៌ល្បែងប្រពៃណីរបស់យើងឲ្យបានច្រើនបាទហើយឆ្នាំនេះនៅអង្គរវត្តយើងរៀបចំអង្គរសង្ក្រាន្តនិងរៀបចំនៅសិល្បៈសម្ដែងនៅសិល្បៈវប្បធម៌របស់យើងប៉ុន្តែនៅទូទាំងប្រទេសត្រូវរៀបចំនៅថ្នាក់ខេត្តថ្នាក់ស្រុកឲ្យបានច្រើននេះហើយជំរុញការលេងល្បែងប្រជាប្រិយរបស់យើងឲ្យបានច្រើនដើម្បីថែរក្សានិងលើកស្ទួយវប្បធម៌របស់យើងបាទនិយាយចឹងមិនមែនបានន័យហាមមិនឲ្យលេងល្បែងបាញ់ទឹកស្អីនោះទេប៉ុន្តែកុំភ្លេចល្បែងរបស់យើងផងហើយលេងឲ្យបានច្រើននេះគឺជាការជំរុញនិងសប្បាយរីករាយទាំងអស់គ្នានៅក្នុងការថែរក្សាវប្បធម៌របស់យើងទាំងសប្បាយទាំងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ល្បែងប្រជាប្រិយរបស់យើងនេះហើយចឹងសូមជូនពរឲ្យហើយចូលឆ្នាំថ្មីបាទ
ឆ្នាំថ្មីសង្ក្រាន្តថ្មីឲ្យបានសប្បាយហើយសង្ឃឹមថាសង្ក្រាន្តនៅកម្ពុជានឹងអាចចុះនៅក្នុងបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់នៅខាងមុខនេះផងដែរសង្ក្រាន្តអត់មានផ្ដាច់មុខរបស់ប្រទេសណាទេប្រទេសដែលមានវប្បធម៌ស្តៀងគ្នាគាត់មានសិទ្ធិជារបស់គាត់មិនខុសពីគុណខ្មែរមិនខុសពីមួយថៃមិនខុសពីក្បាច់គុណរបស់ប្រទេសផ្សេងប្រទេសមួយមានស្តៀងគ្នាអញ្ចឹងយើងចុះអ្វីដែលជាលក្ខណៈឲ្យឈ្មោះរបស់យើងអត់មានហាមគាត់ទេមិនខុសពីការ៉ាតេតៃខ្វាន់ដូជូដូហាប់គីដូប្រទេសមួយគេមានស្តៀងគ្នារៀនពីដើមសាកជាមួយគ្នាអញ្ចឹងគឺការថែរក្សាបើកចិត្តឲ្យទូលាយថែរក្សាអ្វីដែលជារបស់រូបខ្លួនរបស់ជាទេរបស់ពិតរបស់យើងអភិរក្សរបស់យើងហើយចែករំលែកដើម្បីទាំងអស់គ្នាមានការអបអរសាទរនៅអ្វីដែលជារបស់ខ្មែរឲ្យគេស្គាល់លើពិភពលោកនេះគឺជាអ្វីដែលការចូលរួមក្នុងការថែរក្សានិងលើកស្ទួយសម្បត្តិវប្បធម៌របស់យើងបាទមិនផ្ដាច់មុខទេមិនផ្ដាច់មុខមិនឲ្យប្រទេសផ្សេងមិនឲ្យជនជាតិបរទេសមករៀនពាក់ខោអាវខ្មែររបស់យើងឃើញបរទេសគាត់មកស្រុកខ្មែរគាត់ពាក់ខោអាវតែងការទៅថតនៅអង្គរយើងមិនផ្ដាច់មុខទេឲ្យគាត់ពាក់ទៅបាទជារបស់ខ្មែរតាយើងមិនហាមមិនឲ្យជនជាតិណាហាត់គុណខ្មែរទេឲ្យហាត់ទៅបាទដើម្បីជួយលើកស្ទួយទាំងអស់គ្នាតែនេះយើងបានបញ្ជាក់ឲ្យថាបង្កើតដោយបុព្វបុរសខ្មែរហើយយើងនៅបន្តធ្វើទៅទៀតអភិរក្សនិងអភិវឌ្ឍ